តៃវ៉ាន់មានគម្រោងពង្រាយយន្តហោះគ្មានមនុស្សបើជាង21,000គ្រឿងយុគសម័យថ្មីនៃសង្គ្រាមសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងពិនិត្យមើលពីការអភិវឌ្ឍវិស័យការពារជាតិដ៏សំខាន់មួយនៅអាស៊ីបូព៌ាដែលកំពុងតែទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោករបាយការណ៍នានាបាននិយាយថាតៃវ៉ាន់កំពុងតែពង្រីកការប្រើប្រាស់ប្រព័ន្ធយោធាយន្តហោះគ្មានមនុស្សបើរបស់ខ្លួនក្នុងនាមផ្នែកមួយនៃយុទ្ធសាស្ត្រការពារជាតិរយៈពេលយូរអង្វែងគោលដៅគឺដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបប្រសិនបើចំនួនយោធាកើតឡើងទូទាំងនៃច្រកសមុទ្រតៃវ៉ាន់ផែនការដែលរាយការណ៍រួមមានប្រព័ន្ធស្វ័យប្រវត្តិដំណើរការពីចម្ងាយមួយចំនួនធំដូចជាយន្តហោះគ្មានមនុស្សបើដែលប្រើប្រាស់សម្រាប់ការឃ្លាំមើលនិងប្រមូលទិន្នន័យស៊ើបការណ៍សម្ងាត់រំសេវដែលហោះលេងមានន័យថាត្រូវបានគេហៅថាយន្តហោះគ្មានមនុស្សបើដែលស្វែងរកគោលដៅមុនពេលវាយប្រហាររបស់ពួកគេនាវានៅលើផ្ទៃទឹកដែលគ្មានមនុស្សបើដូចជាទូកតូចៗដែលអមដំណើរដោយគ្មានមនុស្សបើសម្រាប់សកម្មភាពឬក៏ការឆ្លងការយករបាយការណ៍ឬក៏ការពិពណ៌នាផ្សេងៗវិនិយោគដែលបានរាយការណ៍នេះមានតម្លៃប្រហែលជា5.6,000 យូរ៉ូដែលមានបំណងធ្វើទំនើបកម្មការពារជាតិរបស់តៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះហេតុអ្វីបានជាតៃវ៉ាន់ផ្ដោតទៅលើយន្តហោះគ្មានមនុស្សបើមូលហេតុចម្បងមួយដែលបានមកពីមេរៀនដែលសង្កេតឃើញនៅក្នុងសង្គ្រាមនៅអ៊ុយក្រែនហើយនិងនៅអ៊ីរ៉ង់ចំនួននេះបានបង្ហាញថាយន្តហោះគ្មានមនុស្សបើដែលមានតម្លៃថោកសមរម្យអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់សំខាន់ទៅលើស្មរភូមិពួកគេអាចនឹងកំណត់ទីតាំងកងកម្លាំងសត្រូវដឹកនាំការបាញ់កំភ្លើងធំការវាយប្រហារដោយរថក្រោះដែករទេះដែកនិងប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ទាំងអស់នេះក្នុងតម្លៃទាបជាងអាវុធទំនើបផ្សេងៗអ្នករៀបចំផែនការយោធាជុំវិញពិភពលោកបានកំពុងតែសិក្សាអំពីវិបត្តិទាំងនេះយ៉ាងដិតដល់រួមទាំងតៃវ៉ាន់ផងដែរហេតុអ្វីបានជាយន្តហោះគ្មានមនុស្សបើមានសារៈសំខាន់សម្រាប់តៃវ៉ាន់ប្រឈមមុខនឹងបញ្ហាប្រឈមខាងស្មរភូមិនិងយុទ្ធសាស្ត្រដ៏ពិសេសមួយប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយរបស់ប្រទេសចិនទំនងជាតម្រូវឲ្យឆ្លងកាត់នៃច្រកសមុទ្រតៃវ៉ាន់ដែលទទឹងប្រហែលជា130ទៅ180គីឡូម៉ែត្រអាស្រ័យទៅលើទីតាំងប្រតិបត្តិការគោលដៅឆ្លងកាត់នៃផ្ទៃទឹកបែបនេះគឺជាប្រតិបត្តិការយោធាដ៏ស្មុគស្មាញបំផុតដែលអាចធ្វើទៅបានយុទ្ធសាស្ត្ររបស់តៃវ៉ាន់គឺធ្វើឲ្យប្រតិបត្តិការនេះមានការលំបាកឬក៏ចំណាយច្រើនតាមដែលអាចធ្វើទៅបានជំនួយឲ្យពឹងផ្អែកទៅលើយន្តហោះចម្បាំងយន្តហោះនាវាចម្បាំងរថក្រោះពាសដែកដែលមានតម្លៃថ្លៃៗតៃវ៉ាន់កំពុងតែវិនិយោគលើប្រព័ន្ធគ្មានមនុស្សបើតូចៗមួយចំនួនធំដែលមានតម្លៃថោកជាងផងដែរអ្នកវិភាគយោធាជួនកាលបានពណ៌នាអំពីរឿងជាការពិតយុទ្ធសាស្ត្រព្រៀបយុទ្ធសាស្ត្រសាព្រាបដែលធ្វើឲ្យកោះនេះពិបាកនឹងការវាយប្រហារដែលឈ្លានពានពីសត្រូវណាមួយដែលមានហានិភ័យខ្ពស់ខ្លាំងតើយន្តហោះគ្មានមនុស្សបើទាំងនេះត្រូវបានប្រើប្រាស់យ៉ាងដូចម្តេចប្រសិនបើចំនួនកើតឡើងយន្តហោះគ្មានមនុស្សបើឆ្លូបការអាចតាមដានកប៉ាល់និងយន្តហោះដែលខិតជិតមកដល់យន្តហោះគ្មានមនុស្សបើបើកការវាយប្រហារកំណត់គោលដៅកងកម្លាំងចុះចតឬក៏យានយន្តយោធាទូកដែលគ្មានមនុស្សបើអាចនឹងល្បាតក្នុងដែនឆ្នេរសមុទ្រឬជួយរកចលនារបស់សត្រូវដោយសារតែយន្តហោះគ្មានមនុស្សបើមានតម្លៃថោកប្រៀបធៀបទៅនឹងអាវុធផ្សេងៗទំនើបពួកវាអាចនឹងផលិតបានបរិមាណច្រើនផងដែរនេះបង្កើតអ្វីដែលអ្នកជំនាញយោធាមួយចំនួនមានន័យថាអាម៉ាស់ដែលប្រព័ន្ធការពារតូចៗជាច្រើនជំនួសដោយប្រព័ន្ធថ្លៃៗមួយចំនួនតើចិនអាចយកតៃវ៉ាន់តើចិននិយាយអ្វីខ្លះចិនចាត់ទុកតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួនហើយបានបញ្ជាក់ថាខ្លួនកំពុងតែស្វែងរកការបង្រួបបង្រួមទីក្រុងប៉េកាំងបាននិយាយថាខ្លួនចូលចិត្តមធ្យោបាយសន្តិភាពប៉ុន្តែមិនបានចោទប្រកាន់ដោយការប្រើប្រាស់កម្លាំងក្រមកាលៈទេសៈជាក់ស្ដែងណាមួយឡើយទន្ទឹមនឹងនេះតៃវ៉ាន់រក្សានៅ
រដ្ឋាភិបាលយោធានិងប្រព័ន្ធនយោបាយប្រជាធិបតេយ្យរបស់ខ្លួនតៃវ៉ាន់និយាយថាការរៀបចំប្រព័ន្ធការពារជាតិរបស់ខ្លួនគឺមានបំណងទប់ស្កាត់ចំនួននិងការពារសន្តិសុខរបស់ខ្លួនដោយសារតែជំហានដោយសារតែជំហរខុសគ្នាទាំងនេះសកម្មភាពយោធាជុំវិញច្រកសមុទ្រតៃវ៉ាន់ត្រូវតែបានតាមដានយ៉ាងជិតស្និទ្ធដោយប្រទេសនានាជុំវិញពិភពលោកនិន្នាការទៅកាន់និន្នាការកាន់តែទូលំទូលាយនិន្នាការកាន់តែទូលំទូលាយតៃវ៉ាន់ប្រហែលជាប្រទេសមួយគត់ដែលកំពុងតែបង្កើតការវិនិយោគរបស់ខ្លួនលើយន្តហោះគ្មានមនុស្សបរប្រទេសជាច្រើនកំពុងតែពង្រីកសកម្មភាពយន្តហោះគ្មានមនុស្សបរបន្ទាប់ពីឃើញពីរបៀបបច្ចេកវិទ្យាទំនើបនៅយន្តហោះគ្មានមនុស្សបរបានវិវត្តយ៉ាងឆាប់រហ័សបញ្ញាសិប្បនិម្មិតការរុករកដោយស្វ័យប្រវត្តិសង្គ្រាមអេឡិចត្រូនិកនិងហ្វូងយន្តហោះគ្មានមនុស្សបរត្រូវបានមើលឃើញកាន់តែខ្លាំងឡើងជាផ្នែកមួយសំខាន់នៃប្រតិបត្តិការយោធានាពេលអនាគតអ្នកជំនាញជឿថាចំនួននាពេលអនាគតពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបររាប់គ្រឿងដែលកំពុងតែប្រតិបត្តិការរួមគ្នាដោយយន្តហោះដូចជានាវានិងកងកម្លាំងជង្គង់ផែនការដែលបានរាយការណ៍របស់តៃវ៉ាន់ក្នុងការពង្រឹងនាវាឬក៏ប្រព័ន្ធការពារយន្តហោះគ្មានមនុស្សបររបស់ខ្លួនបានឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរយ៉ាងទូលំទូលាយនៅក្នុងសង្គ្រាមសម័យទំនើបដោយបានបំផុសគំនិតផ្នែកមួយដូចជាមេរៀនដែលបានសង្កេតឃើញនៅប្រទេសអ៊ុយក្រែនយុទ្ធសាស្ត្រទាំងនេះមានគោលបំណងពង្រឹងការទប់ស្កាត់ធ្វើឲ្យប្រព័ន្ធយោធាអាចកើតឡើងប្រឆាំងនឹងកោះតៃវ៉ាន់ដែលមានការលំបាកថាតើវិធានការឬក៏វិធីសាស្ត្រនេះនឹងផ្លាស់ប្ដូរយុទ្ធសាស្ត្រយោធានៅតំបន់ Indo-Pacific បានដែរឬអត់នៅមិនទាន់ច្បាស់នៅឡើយទេប៉ុន្តែរឿងមួយច្បាស់គឺយន្តហោះគ្មានមនុស្សបរកំពុងក្លាយទៅជាសារធាតុដ៏សំខាន់កាន់តែខ្លាំងឡើងលើប្រព័ន្ធការពារជាតិនៅជុំវិញពិភពលោកសូមអរគុណសម្រាប់ការទស្សនាបើសិនបើវាមានប្រយោជន៍កុំភ្លេចចុច like share ដើម្បីទទួលបានព័ត៌មានអន្តរជាតិនិងការវិភាគបន្ថែមទៀត Thank you